បាទជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះពុកខិតមកទៀតហើយបាទថ្ងៃនេះពុកខិតមកធ្វើទ្រុងមិនម្ដងបងប្អូននេះហើយពុកខិតមើលមុខពុកខិតឲ្យច្បាស់បងប្អូនជួបតាណាតណៃតាមផ្លូវស្គាល់ហៅផងបងប្អូនពុកខិតរៀនធ្វើទ្រុងមិនបងប្អូនកើតតន់ដេញទេបងប្អូនចាំមើលលទ្ធផលទាំងអស់គ្នាបាទកំពុងតែរៀបចំអ្វីដំបូលខាងលើបាទដើម្បីដាក់សង្ស័យអត់មានឈើច្រើនទេបងប្អូនអើយកាត់សរសៃដាក់ផងអីផងភាសាឈោវៃម្នាក់ឯងផងបះបើបងប្អូនអត់ស្រួលទេអត់បានធ្វើទ្រុងមុនយូរហើយបងប្អូនដោយសារតែទ្រុងចាស់ពីមុនវាខូចដួលអស់បងប្អូនឥឡូវទឹកទៅតែស្រកក៏រៀបចំធ្វើទ្រុងមិនថ្មីដើម្បីឲ្យគ្នានៅឲ្យស្រួលបន្តិចបងប្អូនយ៉ាងឡៃតើស្ទងទៅស្ទងមកស្ទងទៅស្ទងមកមិនចេះទៅទេបងប្អូនឡើងចុះដីនៅតែសើមនៅឡើយទេបងប្អូនដោយសារតែទឹកឡើងដល់ផ្ទះមកទឹកឡើងដល់ផ្ទះបងប្អូនខាងជុំវិញផ្ទះគឺសុទ្ធតែទឹកតែឥឡូវនេះស្រកហើយបងប្អូនដោយសារតែយប់មាញ់ភ្លៀងមួយមេមួយចង់ឡើងមកវិញដែរបងប្អូនហូរកាត់ផ្លូវទៀតហើយបងប្អូនតែអត់ហូរច្រើនដូចពីមុនទេបាទភ្លៀងយប់មាញ់តែបន្តិចសោះចង់ឡើងមកទៀតដោយសារតែមុនគ្នាពិបាករកកន្លែងដេកពេកឥឡូវក៏ធ្វើទ្រុងមុនថ្មីឲ្យដើម្បីគ្នាដេកឲ្យស្រួលម្ដងបងប្អូនធ្វើកន្លែងដេកឲ្យពីរជាន់បាទឲ្យខាងក្រោមមួយជាន់ខាងលើមួយជាន់ដើម្បីធ្វើឲ្យវាមានកន្លែងពងណាបងប្អូនហើយជាន់លើធ្វើសម្រាប់ទុកឲ្យវាពងមានមេ2បងប្អូនមេ2កូន2បាត់អស់លេងមកនៅសល់តែ4មាន់ចាំមើលរោទិញថែមដើម្បីយកមកចិញ្ចឹមបងប្អូនវិសាតែធ្វើទ្រុងអត់ទាន់រួចក៏អត់ទាន់បានរោទេបងប្អូនទ្រុងឲ្យដឹងបានថ្ងៃរួចទេបងប្អូនវិសាតែឈើរោឈើអត់បានបងប្អូនខ្វះដាក់សៃផងឈើផងកន្លែងនឹងក៏សមោចច្រើនដែរបងប្អូនសមោចក្រហមចាំមើលយើងត្រូវទិញអង្កាមយកមកដាក់ក្រាលបាតក្រមវាកុំឲ្យមានសមោចបាទយើងដាក់អង្កាមទៅដើម្បីកុំឲ្យវាទឹកវាជ្រាបវាជូរទៅដើម្បីឲ្យមាន់វានៅស្រួលបាទកុំឲ្យមានសមោចឥឡូវមានអីច្រើនទេបងប្អូនអើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនបាទជម្រាបលាបាយបាយ